ទីបំផុតកន្លែងដែលខ្ញុំចង់មកឥឡូវនេះគឺខ្ញុំបានមកដល់ហើយសំខាន់មើលទេសភាពឡើងមកដល់លើភ្នំនេះពោរពេញទៅដោយទេសភាពស្រស់ស្អាតមែនទែនជាពិសេសអ្នកដែលចូលចិត្តតំបន់ព្រៃភ្នំមួយវិញទៀតនៅទឹកជ្រោះមួយនេះក៏កាន់តែស្អាតដែរដែលយើងពាក់ជាមួយនៅសម្លៀកបំពាក់ជនជាតិទៀតរត់តែអែមហ្មងតោះអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកដើរលេង3កន្លែងស្ថិតនៅក្នុងខេត្តមណ្ឌលគិរីប៉ុន្តែមុននឹងចូលទៅអ្នកនរគ្នាកុំភ្លេចចុច like share follow page ខ្ញុំម្នាក់មួយផងណានៅលើភ្នំណាមលានេះពេលដែលយើងចូលមកដល់ដូចជាគេត្រូវទិញសំបុត្រដែរប៉ុន្តែម្នាក់ដូចជា1000អីទេតាមខ្ញុំចាំណាបើយើងឡើងមកលើភ្នំនេះពេលព្រឹកឬក៏ពេលរៀងព្រឹកថ្ងៃរះបន្តិចគឺកាន់តែស្អាតហើយបើសួរថាពេលដែលយើងឡើងនឹងហត់អត់គឺអត់មានហត់ទេអ្នកទាំងអស់គ្នាគឺសប្បាយមែនតើពេលដែលខ្ញុំមកដល់ដំបងហ្នឹងគឺមកឃើញភ្នំខ្ពស់ខ្លាំងមែនតើមិនមែនរៀបដូចដែលយើងបានថតមើលទៅគឺអត់សូវខ្ពស់ទេបងប៉ុន្តែបើសិនជាសួរថាយើងអាចអត់តោងខ្សែនឹងឡើងបានអត់គឺបានប៉ុន្តែយើងត្រូវតែមានកម្លាំងរៀងខ្លាំងដើម្បីឡើងតោងវាដែរមួយវិញទៀតត្រូវតែមានបិជើងរបស់យើងនឹងឲ្យកលាវាអត់ល្អិលតែបើយើងចង់ប្រយ័ត្នប្រយែងអីអញ្ចឹងអាចកាន់តោងចេះទៅល្អជាងហើយខ្ញុំមកនេះគឺជាមួយនឹងបាត់ចិត្តធួនិយាយទៅគឺអត់ទៅសើមិនបានមកបងធួលេដល់ទាំងពីរគឺគាត់តែងតែដើរថតឲ្យភ្ញៀវគ្រប់សកម្មភាពហើយគាត់រួសរាយរាក់ទាក់ជាមួយភ្ញៀវខ្លាំងមែនតើហើយនៅមានតកងឡានទាំងពីរនាក់ដែលគាត់តែងតែជួយយកអីវ៉ាន់និយាយទៅគឺគាត់ជួយផ្ដល់ service ឲ្យភ្ញៀវល្អអញ្ចឹងនិយាយទៅគឺ no sponsor អ្នកទាំងអស់គ្នាប៉ុន្តែគឺខ្ញុំមកនេះគឺល្អមែនវីដេអូខ្លះគឺខ្ញុំអត់សូវបានថតខ្លួនឯងទេខ្ញុំយកពីវីដេអូពួកគាត់ដែរហ្នឹងហើយឥឡូវនេះខ្ញុំកំពុងធ្វើដំណើរបន្តទៅទៀតហើយព្រោះដោយសារភ្នំនេះដូចជាមាន2ដំណាក់អញ្ចឹងពេលដែលយើងឡើងទៅដល់លើហើយនៅមានមកជាន់ទៀតដើម្បីយើងឡើងទៅដល់កំពូលតែម្ដងឡើងនេះគឺសប្បាយផងផងអីនិយាយទៅគឺឡើងមកបន្តិចថតរូបបន្តិចឡើងបន្តិចថតរូបបន្តិចនិយាយទៅគឺអត់មានពាក្យថាហត់ឬក៏យូរអីទេបងមើលទស្សនវិជ្ជានៅលើភ្នំបានស្អាតមែនតើពេលយើងឡើងមកដល់ពាក់កណ្ដាលគឺមានកន្លែងនេះដែលគេហៅថាដងស្នេហ៍ហើយកន្លែងដងស្នេហ៍នេះក៏គេមានជំនឿគេដែរបងប៉ុន្តែខ្ញុំអត់សូវចាំច្បាស់អញ្ចឹងគឺខ្ញុំសូមអត់និយាយទេឥឡូវនេះខ្ញុំឡើងមកដល់កំពូលមួយជាន់ហើយមកពីលើទៅស្រស់ស្អាតមែនតើនិយាយទៅបើសិនជាយើងមកផ្ទាល់មកយើងនឹងថាទិដ្ឋភាពស្អាតប៉ុណ្ណាហើយនិយាយទៅអ្នកដែលគាត់ចូលចិត្តតំបន់ព្រៃភ្នំអីអញ្ចឹងគឺអ៊ូត្រូវអ្នកនរគ្នាហើយឥឡូវនេះខ្ញុំសូមដើរ switch ជាមួយអ្នកម៉ាក់ខ្ញុំម្ដងនិយាយទៅគឺថាមិនសូវបានថត switch ជាមួយម៉ាក់ទេព្រោះយើងតែងតែថតទេសភាពអីអញ្ចឹងហើយឥឡូវនេះខ្ញុំឡើងមកដល់កំពូលខ្ពស់តែម្ដងគឺអស់ហើយបងអញ្ចឹងទៅគឺទេសភាពវាលហើយខ្លាំងនេះខ្ញុំមករៀងព្រឹកប៉ុន្តែ8 9អីដែរបើយើងមកកាន់តែព្រឹកជាងនឹងទៀតបានថតថ្ងៃរះបណ្ដោយបន្ទាប់ពីខ្ញុំបានថតអីរួចរាល់ហ្នឹងខ្ញុំក៏បានធ្វើដំណើរចុះមកវិញហើយខ្ញុំថតនៅខាងលើកំពូលហ្នឹងគឺរូបទង់ជាតិដូចខ្ញុំបង្ហាញនៅខាងមុខវីដេអូអញ្ចឹងបន្ទាប់មកហ្នឹងគឺខ្ញុំបានមកកន្លែងទី2ដែលនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដើម្បីមកញ៉ាំបាយឬក៏ថតរូបលេងចំណែកឯសបតចម្នាក់ចំនួន3000រៀលនិយាយទៅខ្ញុំខានមកកន្លែងនេះយូរពី3ឆ្នាំដែរប៉ុន្តែឥឡូវនេះគឺគេរៀបចំកែថ្មីស្អាតមែនតើហើយយើងមកគឺគេតែងតែពេញនិយមនៅក្នុងការតែងជាមួយនឹងឈុតជនជាតិអីបែបនេះប៉ុន្តែដោយសារតែខ្ញុំធ្លាប់តែងរួចរាល់ហើយអញ្ចឹងទៅគឺខ្ញុំអត់សម្រេចចិត្តថាអត់តែងទៀតទេចាថតឲ្យប៉ាម៉ាក់វិញបន្ទាប់ពីយើងថតរូបលេងនៅកន្លែងហ្នឹងហើយខ្ញុំក៏បានទៅដល់កន្លែងទី3ដែលនៅចំការតែមណ្ឌលគិរីកន្លែងនេះក៏ខ្ញុំធ្លាប់ថតជា vlog ឲ្យបងបានមើលទេសភាពពេញនឹងដែរប៉ុន្តែខ្ញុំមកថ្ងៃនេះខ្ញុំបានថតតែខ្លះៗទេអីដែលខ្ញុំសំខាន់ហ្នឹងគឺខ្ញុំបានមកទិញជាមួយនឹងតែនៅទីនេះកន្លែងតែហ្នឹងគឺពេញនិយមថាឆ្ងាញ់អញ្ចឹងណាបន្ទាប់មកខ្ញុំក៏បានភ្លក់ដែរនិយាយទៅបានមេក្តៅញ៉ាំទឹកក្តៅៗអីបែបនេះនិយាយពីថាស្រស់ស្រាយមែនតើមួយទៀតគឺញ៉ាំទៅឈ្ងុយតែមែនតើនេះតាមចំណង់ចំណូលចិត្តយើងទេហើយខ្ញុំក៏បានទិញច្រើនគួរសមដែរបន្ទាប់មកខ្ញុំក៏បានដើរមើលបរិយាកាសនៅកន្លែងហ្នឹងដោយសារតែអាកាសធាតុយើងរៀងក្តៅដែរអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថតតែតិចតួចទេតែដោយសារតែមេក្តៅហ្នឹងឯងទៅធ្វើឲ្យយើងថតនៅកន្លែងតំបន់ព្រៃភ្នំអីអញ្ចឹងគឺថតស្អាតមែនតើហ្មងដោយសារវាផ្ដល់ពន្លឺថ្ងៃយើងបានល្អមួយវិញទៀតបន្ទាប់ពីខ្ញុំចេញពីកន្លែងចំការតែនេះទៅក៏ខ្ញុំបានទៅថតនៅកន្លែងរង្វង់មូផ្ទីងដែលស្ថិតជារូបតំណាងនៃខេត្តមណ្ឌលគិរីដែរបន្ទាប់ពីយើងថតរួចរាល់ហ្នឹងយើងក៏បានត្រឡប់មកផ្ទះហើយអញ្ចឹងបងកុំភ្លេចតាមដាននៅវីដេអូវគ្គ2ដែលជាដំណើរកម្សាន្តនៅខេត្តមណ្ឌលគិរីដូចគ្នាប៉ុន្តែមាន4កន្លែងទៀតដែលយើងមិនគួរអូសរំលងនៅពេលដែលយើងបានមកដល់ខេត្តមណ្ឌលគិរីមួយនេះហើយបើសរុបទៅដំណើរកម្សាន្តមួយនេះគឺខ្ញុំបានមកចំនួនដូចជាប្រហែល8កន្លែងដែរអញ្ចឹងបងកុំភ្លេចតាមដានទាំងអស់គ្នាណាបាយបាយ